ក្រមមន្ត្រីបាននិយាយថាអ៊ីស្រាអែលអាចនឹងរឹបអូសយកតំបន់កាហ្សាទាំងអស់នៅក្នុងប្រតិបត្តិការពង្រីកបន្ថែមពីទីក្រុងសេលូសាឡឹមនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃច័ន្ទថាការវាយលុកកាន់តែខ្លាំងប្រឆាំងទៅនឹងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស់នឹងមានខ្លាំងបន្ទាប់ពីគណៈរដ្ឋមន្ត្រីសន្តិសុខរបស់លោកបានអនុម័តផែនការដែលអាចរួមមានការដណ្ដើមយកតំបន់កាហ្សាស្ទ្រីបនិងការគ្រប់គ្រងជំនួសទោះបីជាយ៉ាងណាក៏ដោយមន្ត្រីការពារជាតិអ៊ីស្រាអែលម្នាក់បាននិយាយថាប្រតិបត្តិការនេះនឹងមិនត្រូវបានចាប់ផ្ដើមមុនពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បញ្ចប់ដំណើរទស្សនកិច្ចរបស់លោកនៅសប្តាហ៍ក្រោយទៅកាន់មជ្ឈមបូព៌ាការសម្រេចចិត្តនេះបន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងអស់ជាច្រើនសប្តាហ៍ដើម្បីយល់ព្រមទៅលើបទឈប់បាញ់ជាមួយទៅនឹងក្រុមហាម៉ាស់គូបញ្ជាក់ពីការគម្រាមកំហែងថាសង្គ្រាមដែលដាក់សម្ពាធអន្តរជាតិទៅលើអ៊ីស្រាអែលចំពេលដែលមានការថយចុះនៃការគាំទ្រពីសាធារណជននៅផ្ទះអាចបន្តដោយគ្មានទីបញ្ចប់របាយការណ៍មួយរបស់ទូរទស្សន៍សាធារណៈរបស់អ៊ីស្រាអែលលោកកាន់ដែលបានដកស្រង់សម្ដីមន្ត្រីដែលបានដឹងអំពីព័ត៌មានលម្អិតបាននិយាយថាផែនការថ្មីគឺបន្តិចម្ដងហើយនឹងចំណាយពេលរាប់ខែដោយកងកម្លាំងផ្ដោតជាចម្បងជាដំបូងទៅលើតំបន់មួយនៃតំបន់ដែលរងការវាយប្រហារលោក Netanyahu បាននិយាយនៅក្នុងសារជាវីដេអូមួយថាប្រតិបត្តិការនេះនឹងមានភាពខ្លាំងក្លាហើយនឹងឃើញប្រជាជនប៉ាឡេស្ទីនបន្ថែមទៀតនៅក្នុងតំបន់កាហ្សាមានការផ្លាស់ប្ដូរសម្រាប់សុវត្ថិភាពរបស់ពួកគេលោកបាននិយាយផងថាទីហ៊ានអ៊ីស្រាអែលនឹងធ្វើតាមយុទ្ធសាស្ត្រមុនដែលផ្អែកទៅលើការវាយឆ្មក់រយៈពេលខ្លីដោយកងកម្លាំងដែលមានមូលដ្ឋាននៅខាងក្រៅតំបន់កាហ្សាលោកបានបន្ថែមថាចេតនាគឺផ្ទុយពីការអធិប្បាយពីមន្ត្រីអ៊ីស្រាអែលផ្សេងទៀតដែលបាននិយាយថាអ៊ីស្រាអែលនឹងចាប់យកទឹកដីដែលខ្លួនបានវាយយកប្រទេសសហរដ្ឋអាមេរិកលោក Stephen Cobb បាននិយាយថាអ៊ីស្រាអែលគឺជារដ្ឋអធិបតេយ្យមួយដែលធ្វើការសម្រេចចិត្តដោយខ្លួនឯងនេះបញ្ជូនទៅតាមសារព័ត៌មាន Axios ដែលបានរាយការណ៍ផងថាលោកសង្ឃឹមសម្រាប់វត្តភាពលើកិច្ចព្រមព្រៀងចំណាត់ខ្មាំងនិងបទចុះបាញ់មុនឬអំឡុងពេលទស្សនកិច្ចរបស់លោកត្រាំសេតាវិមានមិនបានឆ្លើយតបភ្លាមចំពោះសំណើសុំការអធិប្បាយនោះទេកងទ័ពអ៊ីស្រាអែលបានចូលកាន់កាប់តំបន់ដែលមានទំហំប្រហែលជាមួយភាគ3នៃតំបន់កាហ្សាហើយបានជំលះប្រជាជននិងសាងសង់ប៉មយាមនិងប៉ុស្តិ៍ឃ្លឺមើនៅលើដីដែលបានបោសសម្អាតដែលយោធាបានពិពណ៌នាថាជាតំបន់សន្តិសុខប៉ុន្តែផែនការថ្មីនឹងបន្តនៅទៅមុខទៀតមន្ត្រីអ៊ីស្រាអែលម្នាក់បាននិយាយផងថាការវាយលុកដែលបានអនុម័តថ្មីនេះនឹងដណ្ដើមយកទឹកដីទាំងមូលនៃតំបន់កាហ្សាស្ទ្រីបផ្លាស់ទីប្រជាជនស៊ីវិលរបស់ខ្លួននៅភាគខាងត្បូងនិងរក្សាជំនួយមនុស្សធម៌មិនឲ្យធ្លាក់ទៅក្នុងដីក្រុមហាម៉ាស់មន្ត្រីការពារជាតិបាននិយាយថាការចែកចាយជំនួយដែលត្រូវបានចាត់ចែងដោយក្រុមជំនួយអន្តរជាតិនិងអង្គការរបស់អង្គការសហប្រជាជាតិនឹងត្រូវផ្ទេរទៅឲ្យក្រុមឯកជនហើយប្រគល់នៅក្នុងតំបន់ភាគខាងត្បូងនៃរ៉ាហ្វានៅពេលដែលមានការវាយលុកចាប់ផ្ដើមយោធាអ៊ីស្រាអែលនៅពេញមួយសង្គ្រាមបានបង្ហាញចំណងតិចតួចក្នុងការកាន់កាប់តំបន់កាហ្សាបានបដិសេធមិនធ្វើការអធិប្បាយទៅលើការកត់សម្គាល់របស់មន្ត្រីរដ្ឋាភិបាលនិងអ្នកនយោបាយនោះទេអ៊ីស្រាអែលបានបន្តការវាយលុករបស់ខ្លួននៅក្នុងខែមីនាបន្ទាប់ពីការដួលរលំនៃបទឈប់បាញ់ដែលគាំទ្រដោយសហរដ្ឋអាមេរិកដែលបានបញ្ឈប់ការប្រយុទ្ធអស់រយៈពេល2ខែចាប់តាំងពីពេលនោះមកវាត្រូវបានដាក់ក្នុងការទប់ស្កាត់ជំនួយដោយទាញការព្រមានពីអង្គការសហប្រជាជាតិប្រជាជនចំនួន 2.3 លាននាក់ប្រឈមទៅនឹងគ្រោះទុរភិក្សមន្ត្រីការពារជាតិបាននិយាយថាអ៊ីស្រាអែលនឹងបន្តរក្សាតំបន់សន្តិសុខនិងរឹបអូសបាននៅតំបន់បរិវេណកាហ្សាព្រោះវាមានសារៈសំខាន់សម្រាប់ការការពារសហគមន៍អ៊ីស្រាអែលជុំវិញតំបន់នោះប៉ុន្តែលោកបាននិយាយផងថាឱកាសសម្រាប់កិច្ចព្រមព្រៀងបទឈប់បាញ់និងការដោះលែងចំណាត់ខ្មាំងក្នុងអំឡុងពេលទស្សនកិច្ចរបស់លោកត្រាំលោកបាននិយាយថាប្រសិនបើមិនមានកិច្ចព្រមព្រៀងចំណាត់ខ្មាំងនោះទេប្រតិបត្តិការវាយយកតំបន់នឹងចាប់ផ្ដើមជាមួយទៅនឹងភាពខ្លាំងក្លាហើយនឹងមិនបញ្ឈប់រហូតដល់គោលដៅទាំងអស់ត្រូវបានសម្រេចមន្ត្រីក្រុមហាម៉ាស់ប៉ាឡេស្ទីនបានច្រានចោលនៅអ្វីដែលលោកហៅថាជាសម្ពាធនិងការបង្ខូចកេរ្តិ៍ឈ្មោះលោកបាននិយាយថាគ្មានកិច្ចព្រមព្រៀងណាមួយឡើយលើកលែងតែកិច្ចព្រមព្រៀងដ៏ធំមួយដែលរួមមានបទឈប់បាញ់ពេញលេញការដកខ្លួនពេញលេញចេញពីតំបន់កាហ្សាការកសាងឡើងវិញនៅតំបន់កាហ្សាស្ទ្រីបនិងការដោះលែងអ្នកទោសទាំងអស់ពីភាគីទាំងពីរ
អ៊ីស្រាអែលមិនទាន់បង្ហាញចក្ខុវិស័យច្បាស់លាស់សម្រាប់តំបន់កាហ្សាក្រោយសង្គ្រាមបន្ទាប់ពីយុទ្ធនាការមួយដែលបានផ្លាស់ទីលំនៅប្រជាជនភាគច្រើននៃតំបន់កាហ្សាហើយបានទុកវាអាស្រ័យទៅលើការផ្គត់ផ្គង់ជំនួយដែលបានធ្លាក់ចុះយ៉ាងរហ័សចាប់តាំងពីការបិទផ្លូវរដ្ឋមន្ត្រីនានាបាននិយាយថាការចែកចាយជំនួយមិនអាចទុកឲ្យអង្គការអន្តរជាតិបានទេដែលពួកគេបានចោទប្រកាន់ថាបានអនុញ្ញាតឲ្យក្រុមហាម៉ាស់រឹបអូសយកការផ្គត់ផ្គង់ដែលមានបំណងសម្រាប់ជនស៊ីវិលផ្ទុយទៅវិញមន្ត្រីបានពិនិត្យមើលផែនការសម្រាប់អ្នកមកការឯកជនដើម្បីដោះស្រាយការចែកចាយតាមរយៈអ្វីដែលអង្គការសហប្រជាជាតិបានពិពណ៌នាថាជាមជ្ឈមណ្ឌលរបស់អ៊ីស្រាអែលកាលពីថ្ងៃច័ន្ទអគ្គលេខាធិការក្រុមប្រឹក្សាជនភៀសខ្លួន Northwest បាននិយាយនៅលើបណ្ដាញសង្គម X ថាអ៊ីស្រាអែលកំពុងទាមទារឲ្យអង្គការសហប្រជាជាតិនិងអង្គការមិនមែនរដ្ឋាភិបាលបិទប្រព័ន្ធចែកចាយជំនួយរបស់ពួកគេនៅក្នុងតំបន់កាហ្សាការសម្រេចចិត្តពង្រីកប្រតិបត្តិការនេះត្រូវបានសាទរភ្លាមពីក្រុមរឹបអូសរបស់រដ្ឋាភិបាលអ៊ីស្រាអែលដែលបានសង្កត់ជាយូរមកហើយសម្រាប់ការកាន់កាប់ពេញលេញនៃតំបន់កាហ្សាស្ទ្រីបដោយអ៊ីស្រាអែលនិងការផ្លាស់ប្តូរលំនៅអចិន្ត្រៃយ៍នៃប្រជាជនតាមបណ្ដោយបន្ទាត់នៃផែនការ Riviera ដែលបានគូបញ្ជាក់ដោយលោកត្រាំកាលពីខែកុម្ភៈរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបានប្រាប់សន្និសីទគាំទ្រតាំងពីលំនៅក្នុងកិច្ចពិភាក្សាតាមអ៊ីនធឺណិតថាទីបំផុតយើងនឹងដណ្ដើមយកតំបន់កាហ្សាយើងលែងខ្លាចពាក្យថាកាន់កាប់ហើយទោះបីជាយ៉ាងណាក៏ដោយការស្ទង់មតិបង្ហាញថាសាធារណជនអ៊ីស្រាអែលកាន់តែចង់ឲ្យមានកិច្ចព្រមព្រៀងមួយដើម្បីនាំយកចំណាត់ខ្មាំងចំនួន59នាក់ដែលនៅសេសសល់នៅតែត្រូវបានឃុំខ្លួននៅក្នុងតំបន់កាហ្សាហើយមានឈុតឆាកខឹងសម្បារនៅខាងក្រៅសភាជាមួយទៅនឹងក្រុមបាតកោរាប់សិបនាក់បានប៉ះទង្គិចជាមួយទៅនឹងប៉ូលីសជាមួយទៅនឹងអ៊ីស្រាអែលប្រឈមទៅនឹងការគំរាមកំហែងពីក្រុមហ៊ូទីដែលគាំទ្រដោយអ៊ីរ៉ង់យេម៉ែនដែលកាលពីថ្ងៃអាទិត្យបានធ្វើការបាញ់មីស៊ីលបានវាយប្រហារនៅជិតអាកាសយានដ្ឋាន Ben Gurion ដែលជាទ្វារក្បែរស៊េរីដែលមិនស្ថិតស្ថេរនឹងស្ថានភាពប្រែប្រួលនៅក្នុងតំបន់ West Bank ដែលកាន់កាប់នោះសមត្ថភាពសម្រាប់ប្រតិបត្តិការយោធាយូរអង្វែងក៏ប្រឈមទៅនឹងឧបសគ្គកើនឡើងផងដែរអគ្គសន្តិការរបស់ប្រទេសអ៊ីស្រាអែលបានលេខជាកាលពីថ្ងៃអាទិត្យថាយោធាបានចាប់ផ្ដើមចេញបញ្ជាហៅទូរស័ព្ទរាប់ម៉ឺននាក់រួចហើយសម្រាប់ពួកបំរុងអ្នកនាំពាក្យរដ្ឋាភិបាលបានលេខជាថាទីហ៊ានបំរុងកំពុងត្រូវបានកោះហៅដើម្បីពង្រីកប្រតិបត្តិការនៅក្នុងតំបន់កាហ្សាមិនមែនដើម្បីកាន់កាប់វាទេលោកសាមៀដែលត្រៀមនឹងចូលកាន់តំណែងនៅក្នុងខែមីនាបានរុញច្រានប្រឆាំងការអំពាវនាវពីសំណាក់ក្រុមអ្នកនយោបាយរឹបអូសរបស់រដ្ឋាភិបាលដែលចង់ផ្ដាច់ជំនួយទាំងស្រុងហើយបានប្រាប់រដ្ឋមន្ត្រីថាត្រូវតែអនុញ្ញាតឲ្យចូលក្នុងពេលឆាប់ៗនេះបញ្យោងទៅតាមលោកកានសង្គ្រាមនេះត្រូវបានបង្កើតឡើងដោយក្រុមហាម៉ាស់កាលពីថ្ងៃទី7ខែតុលាឆ្នាំ2023វាប្រហារទៅលើអ៊ីស្រាអែលដែលបានសម្លាប់មនុស្សចំនួន1200នាក់ដែលភាគច្រើនជាជនស៊ីវិលនេះបញ្យោងទៅតាមចំនួនសរុបរបស់អ៊ីស្រាអែលហើយបានឃើញចំនួន251នាក់ត្រូវបានធ្វើជាចំណាត់ខ្មាំងនៅតំបន់កាហ្សាយុទ្ធនាការជើងគោកនិងផ្លូវអាកាសរបស់អ៊ីស្រាអែលនៅតំបន់កាហ្សាចាប់តាំងពីពេលនោះមកបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង 52,000 នាក់ដែលភាគច្រើនជាជនស៊ីវិលយោងទៅតាមអាជ្ញាធរសុខាភិបាលក្នុងតំបន់ហើយបានបន្សល់ទុកនៅតំបន់កាហ្សាជាច្រើនដែលរងការខូចខាត